ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីចាស់វីដេអូថ្ងៃនេះដែរមកចែករំលែកអ្នកទាំងអស់គ្នាតាក់ទងទៅនឹងផែនការមុនអាយុ45ឆ្នាំរបស់ខ្ញុំចាស់អូយស្ដាប់ទៅមើលទៅដូចថាផែនការនឹងវាធំដុំវាអីអញ្ចឹងណាចាមែនទេអ្នកទាំងអស់គ្នាកាប់ខ្ញុំធ្លាប់ចេញវីដេអូមួយឲ្យតាក់ទងទៅនឹងផែនការ10ឆ្នាំរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងអានេះគឺផែនការមុនអាយុ45ឆ្នាំដោយសារតែខណៈពេលនេះខ្ញុំអាយុច្រើនហើយចាអញនិយាយបានថាក្នុងឆ្នាំនេះខ្ញុំអាយុ35ឆ្នាំអញ្ចឹង10ឆ្នាំទៅមុខទៀតខ្ញុំអាយុ45ឆ្នាំអញ្ចឹងនេះគឺជាផែនការដែលខ្ញុំមានសម្រាប់ខ្លួនឯងក៏ប៉ុន្តែខ្ញុំធ្វើផែនការ10ឆ្នាំម្ដងសម្រាប់ខ្ញុំសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់ធ្លាប់ធ្វើផែនការជីវិតទេអ្នកទាំងអស់គ្នាអាចរៀបចំខ្លីៗអញ្ចឹងណាផែនការ1ឆ្នាំម្ដងចាផែនការ5ឆ្នាំម្ដងហើយបន្ទាប់មកចាំយើងដល់10ឆ្នាំម្ដងអីអញ្ចឹងទៅយើងមិនមែនថារៀបគម្រោងដើម្បីអីអត់ទេយើងរៀបផែនការនេះគឺពេលដែលយើងមានគម្រោងច្បាស់លាស់អីអញ្ចឹងទៅអញ្ចឹងយើងអាចដើរទៅតាមផ្លូវរបស់យើងអញ្ចឹងទៅអញ្ចឹងផែនការដែលខ្ញុំរៀបឲ្យខ្លួនឯងសម្រាប់10ឆ្នាំទៅមុខទៀតគឺមាន3ធំដែលខ្ញុំនឹងលើកមកនិយាយជាមួយអ្នកទាំងអស់គ្នាចាទី1តាក់ទងទៅនឹងបញ្ហាកូនរបស់ខ្ញុំចាទី2តាក់ទងទៅនឹងម៉ាក់របស់ខ្ញុំនិងទី3តាក់ទងទៅនឹងខ្លួនឯងចាអញ្ចឹងទី1តាក់ទងទៅនឹងបញ្ហាកូនរបស់ខ្ញុំខ្ញុំរៀបចំឲ្យគាត់បែបណាកាប់ទៅខ្ញុំបានសំលុយចាប់ដើមសំទុកដាក់កូនរបស់ខ្ញុំហ្នឹងតាំងពីខ្ញុំមានទម្ងន់រហូតមកដល់ឥឡូវកូនខ្ញុំឥឡូវអាយុ10ឆ្នាំហើយអញ្ចឹង10ឆ្នាំទៅមុខទៀតគាត់អាយុ20ឆ្នាំមានន័យថាពេលដែលខ្ញុំអាយុ45ស្មើនឹងកូនខ្ញុំអាយុអាយុម៉ានេះអ្នកនរគ្នាស្មើនឹងកូនខ្ញុំអាយុ8 10អីហ្នឹងចាប់ទុកថា20ចុះអ្នកទាំងអស់គ្នាអញ្ចឹងដល់ពេលហ្នឹងគឺខ្ញុំមានលុយសម្រាប់ជាទុននៅក្នុងការសិក្សារបស់កូនខ្ញុំអញ្ចឹងខ្ញុំសំទិញម្ដងហ្នឹងគឺដើម្បីជាទុនសម្រាប់ការសិក្សាពីព្រោះខ្ញុំមានលទ្ធភាពតែប៉ុណ្ណឹងខ្ញុំអត់មានលទ្ធភាពដូចថាសល់ផ្ទះសល់ឡានសល់វីឡាអីឲ្យកូនទេគឺខ្ញុំមានជាការសន្សំទុនការសិក្សាឲ្យកូនខ្ញុំអញ្ចឹងពេលដែលខ្ញុំអាយុ45ឆ្នាំខ្ញុំត្រូវប្រកាសថាកូនខ្ញុំគឺគាត់មានទុនសម្រាប់ការសិក្សារបស់គាត់ឲ្យចប់ចុងចាប់ដើមរបស់គាត់អីអញ្ចឹងទៅអញ្ចឹងនឹងទី1តាក់ទងទៅនឹងខ្ញុំរៀបចំសម្រាប់កូនខ្ញុំទី2តាក់ទងទៅនឹងម្ដាយខ្ញុំចាខ្ញុំមានតែម្ដាយអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ម៉ាក់របស់ខ្ញុំខ្ញុំប្រៀបអញ្ចេះអ្នកទាំងអស់គ្នាខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាស្ដាប់វីដេអូខ្ញុំពីមុនមកហើយតែខ្ញុំធ្លាប់បាននិយាយច្រើនដងហើយចាទី2តាក់ទងទៅនឹងម្ដាយខ្ញុំហ្នឹងគឺខ្ញុំប្រើភាសាអញ្ចេះចោះខ្ញុំប្រាប់ម៉ាក់ខ្ញុំថាផ្ទះហ្នឹងម៉ាក់មិនបាច់ឲ្យខ្ញុំទេខ្ញុំសុំទិញម៉ាក់ដោយក្នុងតម្លៃណាមួយសមរម្យអញ្ចឹងណាតែលុយដែលខ្ញុំឲ្យម៉ាក់ហ្នឹងគឺខ្ញុំអត់ឲ្យទាំងដុលទេខ្ញុំអត់មានអញ្ចឹងខ្ញុំឲ្យម៉ាក់ជាប្រចាំខែអញ្ចឹងខ្ញុំបែងចែកអ្នកទាំងអស់គ្នាអញ្ចឹងរយៈពេល10ឆ្នាំហ្នឹងខ្ញុំនៅតែឲ្យគាត់ទី1គឺខ្ញុំចំណេញមួយដូចថាពេលដែលខ្ញុំឲ្យលុយទៅគាត់ប្រចាំខែអញ្ចឹងទៅគាត់អាចមានលុយហ្នឹងសម្រាប់ចាយជីវភាពរបស់គាត់ហ្នឹងគឺសមរម្យហើយសម្រាប់ការគិតត្រឡប់មកវិញសម្រាប់ខ្ញុំក៏ចំណេញដែរហេតុអីបានខ្ញុំប្រើពាក្យចំណេញគឺខ្ញុំបានផ្ទះនឹងទាំងមូលផ្ទៃឈ្មោះផ្ទៃអីមកឈ្មោះរបស់ខ្ញុំអីអញ្ចឹងទៅអញ្ចឹងសរុបមកអានេះជាការគិតរបស់ខ្ញុំជាការគិតជាការរៀបចំផែនការហើយឥឡូវហ្នឹងគឺខ្ញុំកំពុងតែនៅលើផែនការហ្នឹងផងដែរប៉ុន្តែតើតែយើងនិយាយគ្នាជាមួយនឹងឧទាហរណ៍ដូចខ្ញុំមានបងប្អូនអញ្ចឹងណាចាអញ្ចឹងតើយើងនិយាយជាមួយបងប្អូនយើងនឹងស្រស់ស្រួលគ្នាដែរបើសិនណាបើអ្នកនរគ្នាមានកូនឬក៏មានបងប្អូនដែលយើងនិយាយអត់ស្រស់ស្រួលគ្នាអត់អីហ្នឹងក៏ពិបាកនៅក្នុងការធ្វើដូចខ្ញុំដែរប៉ុន្តែសម្រាប់ខ្ញុំបានធ្វើមកហើយខ្ញុំធ្វើអញ្ចឹងមែនអញ្ចឹងពេលដែលខ្ញុំធ្វើទៅហើយខ្ញុំនិយាយជាមួយបងប្អូននឹងឲ្យពួកគាត់ស្រស់ស្រួលគ្នាអត់មានថាអីទេអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមធ្វើអញ្ចឹងទៅហើយមកដល់ខណៈពេលនេះគឺបាន2ឆ្នាំហើយអញ្ចឹងនៅ8ឆ្នាំទៀតសម្រាប់ខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំរៀបចំផែនការគឺបែបហ្នឹងទី3ចាទី3តាក់ទងទៅនឹងផែនការសម្រាប់ខ្លួនឯងវិញម្ដងចាខណៈពេលនេះរហូតទៅដល់មុនអាយុ45ឆ្នាំអញ្ចឹងខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែរួចគ្រប់បំណុលដែលខ្ញុំមាននៅក្នុងខណៈពេលនេះចាអញ្ចឹងបំណុលហ្នឹងគឺមានបំណុលអចលនទ្រព្យចាទី1តាក់ទងទៅនឹងបំណុលខុនដូដែលខ្ញុំទិញខុនដូបង់រំលោះអញ្ចឹងខ្ញុំត្រូវបង់ប្រចាំខែទៅវិញប៉ុន្តែ at the same time មានន័យថាខ្ញុំក៏មានចំណូលពីខុនដូនឹងត្រឡប់មកវិញខ្លះដែរគ្រាន់តែខ្ញុំត្រូវតែបង់ជាមួយធនាគារខ្លះអញ្ចឹងណាអ្នកទាំងអស់គ្នាពីព្រោះចំណូលដែលយើងបានមកពីខុនដូក៏វាអត់អាច cover ទៅនឹងយើងខ្ចីធនាគារដែរអញ្ចឹងយើងត្រូវបន្ថែមបន្តិចប៉ុន្តែមុនពេលដែលខ្ញុំអាយុ45ឆ្នាំគឺត្រូវបង់ផ្ដាច់អស់មានន័យថាគឺត្រូវតែចប់សពគ្រប់អស់អញ្ចឹងទៅអញ្ចឹងក្រោយពេលដែលខ្ញុំអាយុ45ឆ្នាំទៀតអាហ្នឹងគឺអាចជាទុននៅតែជាទុន source income របស់ខ្ញុំនៅតែជា passive income របស់ខ្ញុំនៅតែជាចំណូលរបស់ខ្ញុំបន្តបន្សំចិញ្ចឹមខ្លួនខ្ញុំបាទចាអ
ចឹងអាហ្នឹងគឺជាអីដែលខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាតាក់ទងទៅនឹងរៀបចំផែនការឲ្យខ្លួនឯងចាចឹងមួយវិញទៀតតាក់ទងទៅនឹងផ្ទះអញ្ចឹងទៅដូចខ្ញុំលើកនៅចំណុចទី2មិញហ្នឹងអញ្ចឹងក្រោយពី10ឆ្នាំក្រោយមានន័យថាផ្ទះហ្នឹងជាកម្មសិទ្ធិរបស់យើងផ្ទាល់ខ្លួនឯងហើយអញ្ចឹងទៅយើងក៏បានឲ្យលុយម៉ាក់រួចរាល់ហើយអស់អីអញ្ចឹងទៅតែសួរថាក្រោយពី10ឆ្នាំហ្នឹងទៀតម៉ាក់ខ្ញុំត្រូវធ្វើមកទៀតអីអញ្ចឹងទៅខ្ញុំអត់មានត្រូវមិនទៀតទេគឺយើងនៅតែឲ្យគាត់ដដែលអញ្ចឹងណាប៉ុន្តែដល់ខណៈពេលដែលយើងអាយុ45ហ្នឹងធម្មតាអាចយើងនឹងផ្លាស់ប្ដូរចំណូលរបស់យើងអាចមិនច្រើនដូចមុនអញ្ចឹងការឲ្យរបស់នាងខ្ញុំទៅម៉ាក់របស់នាងខ្ញុំហ្នឹងក៏អត់បានច្រើនដូចមុនដែរប៉ុន្តែទោះជាយ៉ាងណាក៏នៅបានឲ្យអញ្ចឹងណានេះគឺជាផែនការ10ឆ្នាំដែលខ្ញុំរៀបចំធ្វើឲ្យខ្ញុំមានមោទនភាពនឹងខ្លួនឯងហើយខ្ញុំយល់ថាខ្ញុំអាចធ្វើវាទៅរួចអញ្ចឹងណាអ្នកទាំងអស់គ្នាបើស្ដាប់មកទៅមើលទៅអូហេតុអីបានត្រូវរៀបចំអីទាំងអស់ហ្នឹងពីព្រោះបើខ្ញុំអត់ចាត់ចែងលុយបើខ្ញុំអត់រៀបចំផែនការទាំងអស់ហ្នឹងទេគឺខ្ញុំពិបាកអ្នកទាំងអស់គ្នាដូចខ្ញុំធ្លាប់និយាយអញ្ចឹងខ្ញុំមិនមែនថាបានចំណូលមកចំណូលហ្នឹងចាយសម្រាប់ហើយគ្រប់កន្លះឆ្នាំមួយឆ្នាំអីទេចំណូលហ្នឹងសឹងថាចំណូលហ្នឹងចាយបានតែមួយខែហ្នឹងទេអញ្ចឹងខែក្រោយខ្ញុំត្រូវរកទៀតខែក្រោយខ្ញុំត្រូវរកទៀតអញ្ចឹងពេលដែលយើងមានចំណូលដូចថាចំណូលដូចដែលខ្ញុំនិយាយអញ្ចឹងណាអញ្ចឹងបើយើងអត់មានផែនការអីច្បាស់លាស់យើងពិបាកហើយអ្នកទាំងអស់គ្នាមិនបាច់បារម្ភទេពេលដែលយើងទម្លាប់ធ្វើផែនការអញ្ចឹងទាំងអស់ទៅវាដូចជា alert មួយវាដូចជាច្បាប់មួយរបស់យើងអញ្ចឹងដល់ពេលគឺទទួលបានដល់ពេលគឺទទួលបានហើយនឹងមួយទៀតដែលពិសេសចុងក្រោយមកអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំប្រាប់ខ្លួនឯងថាមុនខ្ញុំអាយុ45ឆ្នាំបន្ទាប់ពីខ្ញុំរៀបចំផែនការកូនរៀបចំម៉ាក់ខ្ញុំរៀបចំស្ថានភាពរបស់ខ្ញុំហើយអញ្ចឹងខណៈពេលដែលខ្ញុំអាយុចាប់ពី46 47អីចាស់អញ្ចឹងទោះខ្ញុំអត់ការងារធ្វើមានចំណូលដូចរាល់ថ្ងៃនេះក៏ខ្ញុំនៅតែចិញ្ចឹមខ្លួនខ្ញុំរស់ចាក៏ខ្ញុំនៅតែចិញ្ចឹមខ្លួនខ្ញុំរស់អញ្ចឹងណាគេថាយើងអាចរកចំណូលតិចតួចក៏យើងអាចចិញ្ចឹមខ្លួនឯងទៅរស់រហូតបានទៅចាធម្មតាតែយើងចេះរៀបចំផែនការចេះហើយយើងប្រកាសជាអាចរៀបចំផែនការដល់ឲ្យយើងអាយុ60 70បានដែរអីអញ្ចឹងទៀតទៅបើបងខ្លះគាត់នៅមានជំនឿចេះគាត់ថាចេះរៀបចំផែនការរៀបអីស្ដាប់មើលទៅដូចរៀងទៅជាពួកគាត់អីអញ្ចឹងអត់អីទេបងតែសម្រាប់ខ្ញុំរៀបចំបែបហ្នឹងអញ្ចឹងព្រោះខ្ញុំអត់ចូលចិត្តថាដល់ពេលវេលាហ្នឹងហើយបានយើងធ្វើខុសអីហើយអញ្ចឹងទៅបានយើងគិតសារត្រឡប់ទៅវិញអញ្ចឹងណាខ្ញុំចូលចិត្តគិតអីទុកមុនអញ្ចឹងណាអ្នកទាំងអស់គ្នាពីព្រោះការគិតទុកមុនហ្នឹងវាជួយយើងបានច្រើនដែរអញ្ចឹងទៅវាធ្វើឲ្យយើងបើយើង stress នៅបញ្ហាតាក់ទងទៅនឹងលុយកាក់ឯណាមួយយើងយល់ថាចេះអត់ទេយើងមានផែនការហើយអញ្ចឹងយើងត្រូវដើរឲ្យដល់ផែនការហ្នឹងទៅបើខណៈពេលដែលយើងផ្លាស់ប្ដូរ plan ផ្លាស់ប្ដូរផែនការអញ្ចឹងយ៉ាងហោចណាស់ក៏អាផែនការធំរបស់យើងវាអត់ផ្លាស់ប្ដូរដែលផ្លាស់ប្ដូរញាប់អីដែរអញ្ចឹងណាអូខេអញ្ចឹងវាជាកម្លាំងចិត្តមួយដែរអូខេចាអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានមកដល់ពេលវេលានេះខណៈពេលនេះប្រសិនណាបើចូលចិត្តកុំភ្លេចចុច like subscribe វីដេអូនេះខ្ញុំម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយសប្តាហ៍ក្រោយ